សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទទៀតហើយនៅក្នុងការបង្រៀនភាសាអង់គ្លេសដែលដកស្រង់ចេញពីសៀវភៅ English is Fun បុក1ហើយថ្ងៃនេះដែរគឺយើងមកបន្តមេរៀនរបស់យើងដែលបានចប់ពីថ្ងៃមុនគឺមេរៀនទី2តឥឡូវចាប់តាមទាំងអស់គ្នា Unit 2មេរៀនទី2 Where are you from តើអ្នកមកពីប្រទេសណាឥឡូវយើងបន្តទៅដល់ការអានពាក្យនៅឃ្លាខាងលើពាក្យនៅឃ្លាខាងលើភាសាអង់គ្លេសអានថា keywords and phrases ឥឡូវយើងអានពាក្យនៅឃ្លាខាងលើទាំងអស់គ្នា Where ឯណាឬទីណា From មកពី Cambodia ប្រទេសកម្ពុជា England ប្រទេសអង់គ្លេស Province ខេត្ត I'm from ខ្ញុំមកពី Where are you from តើអ្នកមកពីប្រទេសណា I'm from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាឥឡូវយើងបន្តមកដល់ការសន្ទនាការសន្ទនាអង់គ្លេសអានថា conversation នៅក្នុងការសន្ទនាមានទាំងពីរគឺ Tom និង David ឥឡូវយើងអានការសន្ទនាទាំងគ្នាអញ្ចឹងនេះគឺ David គាត់សួរ Tom ថា Where are you from តើអ្នកមកពីប្រទេសណា Tom គាត់ឆ្លើយថា I'm from England ខ្ញុំមកពីប្រទេសអង់គ្លេស Where are you from តើអ្នកមកពីប្រទេសណា David គាត់ឆ្លើយថា I'm from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាបាទទាក់ទងនឹង Where are you from យើងក៏អាចសួរអំពីទីកន្លែងផ្សេងៗក្រៅពីប្រទេសបានដូចគ្នាឥឡូវយើងបន្តមកដល់ប្រមាណទី3 practice ការអនុវត្តការអនុវត្តរបស់យើងមាន2គឺលេខ A និងលេខ B លេខ A use the words in the box to fill in the gaps below នៅក្នុងលេខ A មានន័យថាគេឲ្យយើងយកពាក្យនៅក្នុងប្រអប់នេះមកបំពេញនៅក្នុងចន្លោះនីមួយៗនៅក្នុងរបស់ខាងក្រោមនេះមាន A B ហើយនិង C ចំណែកឯលេខ B translate the following sentence into ខ្មែរលេខ B មានន័យថាឲ្យយើងមកប្រែរបស់ទាំង5នាក់មានពីលេខ1ដល់លេខ5មកជាភាសាខ្មែរឥឡូវដើម្បីជំនួយដល់បងប្អូនទាំងអស់គ្នានៅក្នុងការបកប្រែជំនាន់ពាក្យហើយអានរបស់អានេះឲ្យបងប្អូនទាំងអស់គ្នាលេខ1 Where are you from ទី2 I'm from Cambodia ទី3 And you លេខ4 I'm from England លេខ5 I'm from កំពង់ធំ Province បាទទាក់ទងនឹងមេរៀននេះគឺចប់តែប៉ុណ្្នឹងទេជាចុងក្រោយកុំភ្លេចអនុវត្តការសន្ទនាជាមួយបងប្អូនគ្រប់មិត្តភ័ក្តិដែលនៅជិតខាងរបស់យើងហើយកុំភ្លេចធ្វើការអនុវត្តផងជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត